ទូទស្សនិកជនយើងឃើញថាឡាវបានចាត់បញ្ជូននីតិហ៊ានបដូវវេនចំនួន2រូបចូលរួមជាមួយ AOT ប្រចាំកម្ពុជាក្នុងការចុះសង្កេតការណ៍និងផ្ទៀងផ្ទាត់ស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី23ខែកក្កដាឆ្នាំ2026វេលាម៉ោង 13:00 នាទីរសៀលនីតិហ៊ាននៃនាយកដ្ឋានតាក់ទងអន្តរជាតិនៃក្រសួងការពារជាតិនិងក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលចាត់បញ្ជូននីតិហ៊ានបដូវវេនចំនួន2រូបគឺវរៈសេនីយ៍ធងខំភីមប៉ុងឡាមេងនិងវរៈសេនីយ៍ធងស៊ីងសាវ៉ាន់វងស៊ូវ៉ាន់ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយប្រទេសហ្វីលីពីនជាប្រធានបដូវវេនអាស៊ានក្នុងការចុះសង្កេតនិងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជាថៃក្រោយបទឈប់បាញ់ចូលជាធរមានកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងនិងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការធានាអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីលើកកម្ពស់ដំណាភៀមការជឿទុកចិត្តគ្នានិងការពារអាយុជីវិតប្រជាពលរដ្ឋព្រមជាមួយគ្នានេះកម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្ដាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាពរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបន្តបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាន់ស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពយូរអង្វែង